បាទសួស្តីលោកគ្រូអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកwebsite មួយដែលយើងប្រើសម្រាប់spin ដើម្បីបែងចែកការងារសិស្សជាក្រុមបាទអញ្ចឹងwebsite ហ្នឹងមានឈ្មោះថា Flippity បាទអញ្ចឹងលោកគ្រូវាយតាមពាក្យដែលខ្ញុំបង្ហាញនៅខាងលើហ្នឹងមកបាទអញ្ចឹងខ្ញុំសូមបរិយាបន្តិចបាទបាទអញ្ចឹងយើងវាយពាក្យFlippity ហ្នឹងមកអញ្ចឹងយើង enter មកអញ្ចឹងលោកគ្រូនឹងមើលឃើញនៅកន្លែងនេះណាបាទអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកបន្ទាប់ពេលលោកគ្រូចូលមកបែបនេះអញ្ចឹងបើសិនជាលោកគ្រូអត់ទាន់sign in យើងអាច sign in សិនក៏បានដែរបាទអញ្ចឹងពេលលោកគ្រូចូលមកបានប្រព័ន្ធនេះអញ្ចឹងនៅខាងក្រោមនេះគឺជា website មួយចំនួនដែលមានច្រើននៅក្នុងហ្នឹងប៉ុន្តែនៅក្នុងនេះដើម្បីលោកគ្រូបែងចែកសិស្សជាក្រុមលោកគ្រូអាចយក1 2 3 4បាទអញ្ចឹងចាំអាទី4នេះទៅបាទអញ្ចឹងចុចចូលលើវាមកបាទយកពាក្យ demo ហ្នឹងមកបាទអញ្ចឹងកម្មវិធីនេះយើងប្រើប្រាស់ free ទេអញ្ចឹងនៅក្នុងកម្មវិធីនេះវាមានច្រើនបើសិនជាយើងប្រើ Wellspin អញ្ចឹងយើងគ្រាន់តែ spin ទេយើងដាក់ឈ្មោះសិស្សហើយយើង spin ប៉ុន្តែយើងអាចបែងចែកសិស្សជាក្រុមទេអញ្ចឹងយើងត្រូវចូលទៅ website មួយទៀត Team Spinner អញ្ចឹងទៅប៉ុន្តែនៅក្នុងអានេះគឺយើងមានច្រើនមានន័យថាយើងមានទាំងបែងចែកក្រុមទាំងសិស្សម្នាក់ៗទាំងលក្ខខណ្ឌមួយចំនួនផ្សេងៗទៀតណាបាទអញ្ចឹងវាបង្កភាពងាយស្រួលដល់យើងអ្នកប្រើប្រាស់ដែរអញ្ចឹងដើម្បីប្រើប្រាស់បាននៅកន្លែងនេះអញ្ចឹងគ្រូអាចចុចកន្លែងពាក្យ more ហ្នឹងមកហើយយក edit មកបាទអញ្ចឹងកន្លែងនេះយើងលុបចេញទៅបាទបន្ទាប់មកទៀតគ្រូទៅផាសសិស្សបាទចំនួនសិស្សមកអញ្ចឹងឥឡូវឧទាហរណ៍ថាគ្រូមានចំនួនសិស្សហ្នឹងគឺយើងបានរៀបចំឈ្មោះទុកស្រាប់ហើយបាទនៅក្នុង link ហ្នឹងណាបាទអញ្ចឹងអានេះជា sample មួយទេអញ្ចឹងខ្ញុំ copy ឈ្មោះទាំងអស់ហ្នឹងមកបាទបន្ទាប់មកទៀតយើងយកមក control V នៅកន្លែងហ្នឹងទៅបាទអញ្ចឹងបន្ទាប់មកទៀតយើងចុចពាក្យ apply បាទអញ្ចឹងពេលដែលចុចពាក្យ apply ចំនួនសិស្សហ្នឹងគឺមួយថ្នាក់ហ្នឹងគឺចូលមកទាំងអស់ហើយនៅក្នុងហ្នឹងអញ្ចឹងបើសិនជាលោកគ្រូចង់ spin ឲ្យសិស្សម្នាក់ៗឆ្លើយលោកគ្រូចុច spin ទៅបាទអញ្ចឹងគឺវានឹងបង្ហាញឈ្មោះសិស្សហ្នឹងតែម្ដងណាបាទហើយបើសិនយើងចង់ដាក់ full យើងដាក់កន្លែងហ្នឹងទៅឲ្យវាធំណាបាទតែខ្ញុំទុកបែបនេះដើម្បីងាយស្រួលក្នុងការបង្ហាញជាងហើយបើសិនជាលោកគ្រូចង់ចែកសិស្សជាពីរក្រុមអញ្ចឹងសំទោសមកក្រុម2នាក់អញ្ចឹងយើងចុចលេខ2ហ្នឹងទៅវាថាចំនួនសិស្សប្រមាណនៅក្នុងនោះវាបែងចែកហើយបើសិនជាចំនួនសេសវាបែងចែកទៅតាមនឹងអញ្ចឹងណាហើយកន្លែងនេះយើងអាច random អញ្ចឹងយើង random ទៅក្រុមទី1មានឈ្មោះអីខ្លះហើយយើងចង់បដូរយើងគ្រាន់តែចុចឆ្លាស់កន្លែងហ្នឹងទៅវា random មកយើងតែម្ដងហ្នឹងណាបាទជាងកន្លែងនេះយើង random ឈ្មោះណាបាទយើង random ទៅហើយកន្លែងនេះយើងអាចឆ្លាស់ទៅកុំឲ្យថាសិស្សនឹងម្នាក់តែឯងគឺគាត់ម្នាក់រហូតចឹងយើងអាច recycle អានឹងដូច recycle មានថាវិលជុំហ្នឹងមានន័យថាឈ្មោះម្នាក់ហ្នឹងគឺមិនសិស្សដដែលទេគឺសិស្សផ្សេងណាបាទហើយបើចង់បាន3នាក់យក3មកចង់បាន4 4ចង់បាន5ក្រុមដាក់5ទៅចង់បានមែនអានេះមានន័យថាសិស្សមួយក្រុមប្រហែលនាក់អាហ្នឹងណាបាទមួយក្រុម2នាក់បាទមួយក្រុម3នាក់មួយក្រុម4នាក់អញ្ចឹងទៅវាមានទៀតលក្ខខណ្ឌផ្សេងៗយើងអាចកំណត់ខាងក្រោមនេះតែអានេះគឺអ្វីដែលយើងមានស្រាប់ណាហើយអានេះគឺជាចំនួនក្រុមយើងបែងចែកទៅនេះបាទ2ក្រុម3ក្រុម4ក្រុម5ក្រុមអញ្ចឹងទៅណាបាទអានេះចម្លែងជាឆាតដើម្បីកាត់ឈ្មោះអីផ្សេងៗក៏បានដែរណាបាទហើយធ្វើអញ្ចឹងហើយយើងព្រានចេញក៏បានដែរព្រានចេញហើយកាត់ដើម្បីចាប់ឆ្នោតក៏បានណាអញ្ចឹងបែងចែកជា5ទៅហើយផ្សេងយើងចង់ឆ្លាស់ពួកគាត់អាចឆ្លាស់បានអាហ្នឹងណាបាទអញ្ចឹងអានេះវាមានfunction មួយចំនួនទៀតបាទអាចដូរពណ៌ដូរអីផ្សេងៗបានអញ្ចឹងណាបាទហើយអាចព្រានដាច់ឲ្យបានទៀតអញ្ចឹងwebsite នេះគឺអាចជួយលោកគ្រូបានច្រើនណាបាទអានេះ
វាចាប់ទៅជាប្លង់អីផ្សេងៗចឹងទៅណាបាទអូខេអញ្ចឹងអានេះយើងចង់បន្ថែមលក្ខខណ្ឌមួយចំនួនក៏បានកំណត់នីតិកំណត់អីក៏បានដែរអាហ្នឹងណាបាទអញ្ចឹងគឺចង់កំណត់នីតិក៏បានអញ្ចឹងកំណត់នីតិនៅកន្លែងនេះយើងចង់កំណត់យកប្រមាណនីតិក៏បានដែរនៅកន្លែងនេះណាបាទអញ្ចឹងយើងបែងចែកឲ្យសិស្សពិភាក្សាក្រុមទៅឧទាហរណ៍ថាយើងដាក់សិស្សជា4ក្រុមហើយយើងកំណត់រយៈពេលប្រមាណឧទាហរណ៍ថារយៈពេលអានេះខ្ញុំដាក់ឲ្យលឿនតិចចុះថា10 second ចុះបាទព្រោះយើងតេស្តតែបើសិនជាលោកគ្រូមែនតើអាចដាក់ប្រហែល2នាទី3នាទីអាស្រ័យលើលោកគ្រូអញ្ចឹងណាបាទអញ្ចឹងយើងអាច set ម៉ោងកំណត់នៅលើនឹងបានបន្ថែមទៀតណាបាទហើយអានេះយើងអាចដូរពណ៌ដូរអីចឹងទៅឆ្លាស់ទៅនេះគឺជា website មួយដែលអាចជួយលោកគ្រូបានច្រើនណាបាទហើយបើសិនជាលោកគ្រូចង់បន្ថែមកន្លែងនេះបាទបន្ថែមឈ្មោះបន្ថែមអីបន្ថែមបានណាបាទដាក់ blank blank វាទៅតទៀតទៅហើយនៅកន្លែងនេះវាមានលក្ខខណ្ឌមួយចំនួនទៀតណាបាទវាមានច្រើនអញ្ចឹងគ្រូអាចយកទៅធ្វើបន្ថែមបាទ line ជា line ជាឈ្មោះដើម្បីឲ្យយើង spin ក៏បានដែរបាទហើយនៅកន្លែងនេះវាមានរៀបជាប្រភេទ poster ជាឲ្យយើងស្រេចទៀតអញ្ចឹងវាងាយស្រួលច្រើនអញ្ចឹងវាអាចជួយយើងណាបាទជួយយើងច្រើននៅក្នុងការធ្វើកិច្ចការឲ្យបានលឿនហើយរហ័សបាទនេះជាឆាតអញ្ចឹងទៅណាបាទជា poster បាទឆានមកបែបនេះបាទអញ្ចឹងនិយាយរួមទៅគឺងាយហើយយើងអាច share តាម QR នឹងទៅបានដើម្បីឲ្យសិស្សមើលណាបាទអូខេអញ្ចឹងយើងអាច screenshot ទៅប៉ុណ្ណឹងបាទវាមានលក្ខខណ្ឌមួយចំនួនទៀតបាទនេះមានពណ៌មានអីចឹងណាវាមានច្រើនទៀតអូខេអញ្ចឹងអានេះយើងមាន send ទៅអីផ្សេងហោហែអញ្ចឹងទៅបាទបាទអញ្ចឹងវាមានលក្ខខណ្ឌមួយចំនួនឲ្យយើងធ្វើណាអញ្ចឹងល្អច្រើនអញ្ចឹងខ្ញុំគិតថាហ្នឹងក៏វាមានភាពតាក់ទាញមួយចំនួនដែរនៅពេលដែលយើងប្រើទៅណាបាទយើងដោះទីឃើញទៅសំខាន់ធ្វើឲ្យប្លែកភ្នែកឯងយើងតិចអានេះឲ្យវាចេញឈ្មោះឲ្យធំមកលើហ្នឹងណាបាទអញ្ចឹងទៅអូខេបដូរមួយចឹងក៏បានកន្លែងនេះមាន setting មានអីផ្សេងអញ្ចឹងណាបាទកំណត់ពណ៌កំណត់អីចឹងទៅមានលឿនមានយឺតចឹងទៅបានជុំប្រហែលជុំអញ្ចឹងណាបាទអញ្ចឹងអូខេខ្ញុំគិតថាវាល្អច្រើនអញ្ចឹងហើយក៏ឆ្លៀតចែកទៅគ្រូបន្ថែមអញ្ចឹងណាបាទនេះវាជា font ដែលផ្សេងអញ្ចឹងទៅបាទយើងអាចចូលមើលចូលតេស្តសាកល្បងបានអញ្ចឹងនេះក៏ខ្ញុំប្រើមិនទាន់លម្អិតអីប្រហែលដែរតែគ្រាន់តែបានប្រើខ្លះហើយក៏ចែកម្លែកទៅគ្រូបន្ថែមអញ្ចឹងណាដើម្បីធ្វើជាកលឹះមួយចំនួនអញ្ចឹងទៅបាទអញ្ចឹងនេះគឺនេះគឺលេខកូដអីផ្សេងវាមានលក្ខខណ្ឌពិសេសមួយចំនួនដែលយើងត្រូវស្វែងយល់បន្ថែមបាទចឹងនេះគឺឃើញថាវាល្អច្រើននៅក្នុងការដែលយើងប្រើប្រាស់នៅក្នុងការរៀនណាបាទចឹង
នៅក្នុងនេះមានតែប៉ុណ្្នឹងទេចឹងគុណគ្រូអាចយកទៅសាកល្បងធ្វើទៅហើយបើសិនជាគុណគ្រូមានអីបន្ថែមអាចជួយ recommend បន្ថែមហើយអានេះកន្លែង home វាគឺមានច្រើនគុណគ្រូចង់តេស្តមើលអីផ្សេងៗអាចចូលទៅតេស្តមើលបានព្រោះវាសិតតែជាកម្មវិធី free ទេដែលអាចជំនួយយើងក្នុងការបរៀនឲ្យវាមានប្រសិទ្ធភាពជាងមុនឲ្យសិស្សនឹងមានសកម្មភាពច្រើនជាងមុនណាបាទជាជាងគ្រាន់តែយើងហៅឈ្មោះឲ្យសិស្សឡើងចឹងយើងអាចប្រើពេលវេលាទាំងអស់ហ្នឹងទៅធ្វើទៅហើយអាចរៀបចំទៅឲ្យសិស្សប្រើប្រាស់ទៅយើងនឹងបានទឹកបទពិសោធន៍ឲ្យសិស្សបានអ្វីដែលថ្មីថ្មីមានការតំណែងគ្នាច្រើនហើយវាអឺផ្ដល់ភាពយុត្តិធម៌សម្រាប់សិស្សកុំឲ្យថាសិស្សថាហៅតែសិស្សចេះឬក៏មិនចេះបាទអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយសម្រាប់លោកគ្រូដើម្បីធ្វើការបរៀនទាំងលោកគ្រូជាពិសេសលោកគ្រូចេញថ្មីថ្មីដែលទៅចប់អញ្ចឹងទៅអាចយកទៅអនុវត្តបន្ថែមពេលខ្លះយើងអត់ដឹងពីវិធីសាស្ត្រ control ថ្នាក់រៀនអញ្ចឹងយើងអាចយកដាក់តិចខ្លីៗអញ្ចឹងទៅដើម្បីទៅ apply នៅក្នុងថ្នាក់យើងទៅដើម្បីឲ្យសិស្សហ្នឹងគាត់ចូលរួមបានច្រើនណាបាទជឹកខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ